Bà xóa có một kênh channel KA Tutorial PSP បាទដូចថ្ងៃនេះផងដែរគឺជាថ្ងៃដែលជីវិតធ្វើវីដេអូលើកទី1របស់ខ្ញុំក្នុងថ្ងៃនេះដើម្បីចង់បង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបធ្វើម៉េចកុំឲ្យគេអេដមកយើងបាននៅក្នុង Facebook ណាដូចរបៀបថាយើងជាមនុស្សយើងជា superstar យ៉ាងដែរយើងមិនចង់ឲ្យមាន friend ដែលអាក្រក់អីអេដមកអញ្ចឹងចេះមួយអញ្ចឹងហើយបើយើងមិនចង់ឲ្យគេអេដមកយើងទេសូមមកតាមខ្ញុំនេះជា page របស់ខ្ញុំជា Facebook របស់ខ្ញុំពេលដែលយើងចូលមកយើងនឹងឃើញប៊ូតុងនេះប៊ូតុងខាងស្ដាំដៃរបស់ខ្ញុំនេះមានត្រេ3នេះយើងចូលមកបន្ទាប់មកយើងអូមកក្រោមមកយើងចូលកន្លែង setting បន្ទាប់មកទៀតយើងចូលកន្លែង account setting នោះវានឹងនាំយើងទៅកន្លែងមួយមកដល់កន្លែងនេះយើងអត់មានទៅអីទេយើងឃើញពាក្យថា privacy យើងចូលនោះមកហ្នឹងហើយបើដល់កន្លែងហ្នឹងហើយយើងអត់មានធ្វើអីទៀតទេយើងអូសមកក្រោមមកយើងនឹងឃើញនេះ Who can send you friend request យើងចូលកន្លែងហ្នឹងមកដោយសារតែខ្ញុំបានចុចហើយកុំឲ្យគេអេដមកហើយឥឡូវនេះពេលដែលយើងឃើញសញ្ញាផែនដីនេះហើយ everyone នេះបានន័យថាមនុស្សទូទាំងពិភពលោកនឹងមើលឃើញយើងហើយគេនឹងអាចអេដមកយើងបានអញ្ចឹងបើយើងមិនចង់ឲ្យពួកគេអេដមកយើងទេយើងគ្រាន់តែចុច friend of friend នេះមកចុចតិចកន្លែងនេះមកអ្នកដែលជា friend របស់យើងគឺអាចadd friend យើងបានន័យថាយើងមាន friend គាត់ហើយយើងមាន friend គាត់ហើយអញ្ចឹងអ្នកផ្សេងចង់ add មកយើងគឺអត់បានទេព្រោះអីយើងអត់ចង់ឲ្យអ្នកផ្សេង add មកយើងទេបាទអរគុណគឺមានតែប៉ុណ្្នឹងទេសម្រាប់ថ្ងៃនេះវីដេអូដំបូងរបស់ខ្ញុំនេះហើយយើងសូមនាំអារម្មណ៍បងប្អូនទៅចូលកន្លែងនេះមួយទៀតពេលដែលបងប្អូនចូល Facebook ចូលអ៊ីនធឺណិតហ្នឹង server ហ្នឹងយើងចូលមកខ្ញុំចង់ឲ្យបងប្អូនចុចពាក្យថា subscribe នេះបើស្រឡាញ់ហើយនឹងចង់ដឹងពីអ្វីប្លែកសូមចុច like ចុច comment ចង់សួរអីអាច comment មកលេងបានខ្ញុំអាចឆ្លើយបានគ្រប់ពេលហើយសូមជួយគាំទ្រ page មួយនេះផងហើយវីដេអូនេះជាវីដេអូដំបូងគេដែលខ្ញុំធ្វើឡើងហើយសូមជូនពរអ្នកទាំងអស់គ្នាទាំងអ្នកដែលជោគជ័យមិនទាន់ជោគជ័យអីសូមឲ្យជូនពរឲ្យជោគជ័យទាំងអស់គ្នាហើយនឹងជូនពរឲ្យខ្លួនឯងផងដែរខ្ញុំបានរៀនច្រើនណាស់ខ្ញុំបានរៀនមកពីបទពិសោធន៍របស់គេហើយខ្ញុំនឹងធ្វើមេរៀនបន្តទៀតឲ្យបងប្អូនទាំងអស់គ្នាទស្សនាបាទសូមអរគុណច្រើន